ជំរាបសួរបងបងទាំងអស់គ្នាតើឡប់មកវិញទៀតហើយជាមួយនឹងវីដេអូថ្មីស្តុកថ្មីចូលក្តៅអែមតែម្ដងបងទាំងអស់គ្នាហើយវីដេអូនេះបងប្រហែលជាឃើញរឿងប្លែកតិចដោយសារខ្ញុំយកគ្រឿង accessory មកដាក់ដែរណាប៉ុន្តែចង់បញ្ជាក់ជូនបងហើយវីដេអូនេះមកជាមួយនឹងស្តុកថ្មីតម្លៃពិសេសហើយគឺមាន promotion 50% ទៀតបងចឹងនឹង promotion 50% នឹង promotion អី complete ស្ដាប់វីដេអូនេះដល់ចប់ទាំងអស់គ្នាហើយសម្រាប់ទីតាំងលក់របស់យើងគឺនៅខាងខេត្តបាត់ដំបងផ្សារភពពៃនៅក្នុងផ្សារបងតាមបណ្ដាខេត្តយើងមានសេវាផ្ញើបានគ្រប់ខេត្តក្រុងអាវ៉ាន់ដល់ដៃទូទាត់ជាមួយខាងនឹងជូនក៏បានដែរព័ត៌មានថែមបងឆាតសួរបានណាអូខេអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមកស្តុកថ្មីជាមួយនឹងតម្លៃចាប់ពី 100000 រៀលឡើងទៅតែម្ដងបងទាំងអស់គ្នាអញ្ចឹងសម្រាប់ដំបូងគេនេះ Oppo A1K មកជាមួយនឹងតម្លៃត្រឹមតែ 100000 រៀលទេបងទាំងអស់គ្នាដែលគេមកជាមួយ RAM 2ក៏ដូចជា memory ទំហំ 32GB ហើយមួយទៀតនេះគឺជាមួយនឹង Redmi 9A រូបរាងគេធំណែនចាស្អាតបងទាំងអស់គ្នាថ្មគេក៏កាន់ដែរហើយជាមួយនឹងតម្លៃត្រឹមតែ 100000 រៀលដូចគ្នាជាមួយនឹង RAM 2ក៏ដូចជា memory ទំហំ 32GB ដូចគ្នាផងដែរតម្លៃ 100000 នេះណាហើយមួយនេះវិញជាមួយនឹង Vivo Y12 ក៏តម្លៃរបស់គេ130,000បងទាំងអស់គ្នាជាមួយនឹងតម្លៃ 130,000 ហើយប្រហែលជា RAM 4 memory 64បងបើមិន3ទេបើមិន RAM 3ទេ RAM 4ណាអានេះខ្ញុំអត់ច្បាស់ដែរដោយសារខ្ញុំអត់បានបើកតេស្តខ្ញុំអត់ជូនបងទាំងអស់គ្នាមើលទេហើយមួយនេះវិញ Realme C11 2020ស្អាតផ្លឹងតម្លៃត្រឹមតែ 140,000 ទេបងទាំងអស់គ្នាអាវ៉ាន់នេះស្អាតផ្លឹងហើយមួយនេះវិញ Realme Realme C11 2021ក៏តម្លៃ 140,000 ដូចគ្នាដែរស្អាតផ្លឹងដូចគ្នាតែម្ដងហើយជាមួយមួយនេះវិញបងឃើញវីដេអូខ្ញុំផុសមិនសមមិនដែរហើយSanom Sin H8B ណា Honor N8B Sanom Sin memory ទំហំ 128GB តម្លៃត្រឹមតែ 22,000 នេះហើយនៅមានច្រើនម៉ូដទៀតបងទាំងអស់គ្នាវាមានជាមួយ Samsung មានជាមួយនឹង A53 មានជាមួយនឹង 5i មានជាមួយនឹង S11 ហើយក៏មានជាមួយនឹងចា Realme C3 តម្លៃ 12,000 13,000 14,000 គឺមានទាំងអស់តែម្ដងបងទាំងអស់គ្នានិយាយទៅស្តុកចូលវគ្គនេះគឺបានច្រើនហើយខ្ញុំអត់បានលំអិតទាំងអស់ទេតែបងអាចមើលនៅក្នុងវីដេអូនឹងជាក់ស្ដែងហើយបើឆ្លាញ់ម៉ូដមួយណាអីអាចធ្វើការឆាតមកកាន់ Facebook របស់ខ្ញុំបានណាហើយបង screenshot ម៉ូដណាមួយដែលបងឆ្លាញ់ឆាតមកខ្ញុំនឹងថតជាវីដេអូហើយនឹងលំអិតជូនបងទាំងអស់គ្នាថារូបរាងគេនៅប៉ុណ្ណាហើយតម្លៃរបស់គេប្រហែលរួមជាមួយនឹងកម្លាំងម៉ាស៊ីនរបស់គេប៉ុណ្ណាអញ្ចឹងយើងចូលមកដល់ promotion 50% របស់យើងវិញចឹងសម្រាប់បងទិញទូរស័ព្ទមិនថាតម្លៃម៉ានេះដែលខ្ញុំមានលក់គឺបងអាចធ្វើការទិញជាមួយនឹងប្រភេទគ្រឿង accessory ដែលខ្ញុំមានលក់នេះជាមួយនឹងតម្លៃ 50% បានឧទាហរណ៍ដូចជាកាស Bluetooth នេះខ្ញុំលក់តម្លៃ 60000 បងទិញបានក្នុងតម្លៃត្រឹមតែ 30,000 រៀលទេបងទាំងអស់គ្នាសម្រាប់កាស Bluetooth នេះយើងមានលក់ទៅដល់2ស៊េរីមានឆ្នុកនិងអត់ឆ្នុកហើយប្រភេទអវ៉ាន់របស់ក្រុមហ៊ុន Sin Original ទៀតណាបងទាំងអស់គ្នាចានេះរបស់ក្រុមហ៊ុនមានធានាត្រឹមត្រូវតែម្ដងអញ្ចឹងឧទាហរណ៍ថាបងទិញជាមួយនឹងទូរស័ព្ទតម្លៃ 10,000 ទៅមួយបងអាចទិញជាមួយនឹងកាស Bluetooth ហ្នឹងក្នុងតម្លៃត្រឹមតែ 50% ឯងហើយសម្រាប់ Power Bank នេះក៏អញ្ចឹងដែរចឹងខ្ញុំបញ្ជាក់ជូនបងទាំងអស់គ្នាសម្រាប់កាសនេះតម្លៃខ្ញុំលក់$15ស្មើនឹង 60000 បងទិញទូរស័ព្ទហើយទិញកាសលក់ជូនបងក្នុងតម្លៃត្រឹមតែ 30,000 រៀលទេហើយសម្រាប់ Power Bank យើងមាន3ស៊េរីមានមួយនេះចារួមជាមួយនឹងមួយនេះផងដែរអញ្ចឹង 10000 ពែមួយនេះនិងមួយនេះ 10000 ពែហើយសម្រាប់មួយនេះ 20,000 ពែអញ្ចឹងសម្រាប់ពីរនេះតម្លៃលក់មួយនេះ$10មួយនេះ 50,000 អញ្ចឹងពេលបងទិញទៅបាន discount 50% នៅសល់ត្រឹមតែ 25,000 ទេហើយមួយនេះសល់ត្រឹមតែ 20,000 ប៉ុន្តែសម្រាប់មួយនេះរៀងថ្លៃជាងគេបន្តិចបងហើយអត់បាន discount ដល់ 50% ទេដោយសារតម្លៃលក់របស់គេគឺ 60000 ហើយប៉ុន្តែបញ្ចុះជូនបងបានត្រឹម 20,000 ទេណាអញ្ចឹងតម្លៃលក់ 40,000 បងទាំងអស់គ្នាហើយសម្រាប់ speaker Bluetooth នេះតម្លៃ$10បងទិញបានក្នុងតម្លៃ 20,000 ដូចគ្នាហើយមិនធំតែប៉ុណ្្នឹងទេពេលបងទិញទូរស័ព្ទទៅគឺដោយរដងថែមឈុតឆ្នាំងសាកមួយឈុតមានសមទូរស័ព្ទហើយមានជាមួយនឹង screen ទៀតហើយ free ដឹកសម្រាប់បងធ្វើការវេលុយថ្លៃអត់អស់ទៀតណាអញ្ចឹង promotion របស់យើងគឺនៅដែរថែមឈុតគ្រាន់តែ add បន្ថែម promotion 50% ទៅលើគ្រឿង accessory របស់ទូរស័ព្ទទៀតអញ្ចឹងសម្រាប់បងចង់បានជាមួយនឹង promotion នេះឬក៏ឆ្លាញ់ model ណាមួយនៅក្នុងវីដេអូនេះបងអាចធ្វើការ screenshot ហើយផ្ញើមកកាន់ Telegram ឬក៏ Facebook របស់ខ្ញុំបាន
ហើយ promotion នេះខ្ញុំបញ្ជាក់នៅក្នុងតែវីដេអូនេះមួយគត់បើបងអត់ screenshot ទេតម្លៃផ្សេងណាបងទាំងអស់គ្នាចាចឹងពេលដែលបងឃើញវីដេអូនេះហើយពេញចិត្តបងជួយ screenshot មួយមកបញ្ជាក់ថាបងបានឃើញនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបញ្ចុះតម្លៃ 50% ជូនបងទាំងអស់គ្នាតែបើសិនជាអត់មានទេគឺតម្លៃធម្មតាអរគុណជួបគ្នាមួយខ្ញុំក្នុងវីដេអូក្រោយបាយបាយ